លោកខុនស្រេងចុះពិនិត្យមើលលូប្រឡាយនឹងស្ថានីយ៍បូមទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោលនិងខណ្ឌមានជ័យនាព្រឹកថ្ងៃទី4មិថុនាឆ្នាំ2025នេះលោកខុនស្រេងអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌនិងមន្ទីរជំនាញចុះពិនិត្យមើលលូប្រឡាយនិងស្ថានីយ៍បូមទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោលនិងខណ្ឌមានជ័យដើម្បីធ្វើយ៉ាងណាឲ្យចរន្តទឹកហូរបានលឿនបញ្ជះបាននូវការជន់លិចដោយចំនួនទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សានេះឯកឧត្តមខុនស្រេងបានចុះពិនិត្យការស្ដារប្រឡាយភូមិមួចាប់ពីប្រឡាយលូ5រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពួនពិនិត្យការស្ដារប្រឡាយបឹងទំពួនរហូតដល់ផ្លូវ60ម៉ែត្រឆ្ពោះទៅស្ទឹងជ្រៅបន្តចុះពិនិត្យស្ដារប្រឡាយជើងឯកត្រង់ចំណុចប្រសពជាមួយមហាវិថីឈុនគង់ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់លោកសំភិសិទ្ធប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាការចុះពិនិត្យមើលប្រឡាយលូខាងលើនេះលោកខុនស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងពីរនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ដារប្រឡាយភូមិមួចាប់ពីប្រឡាយលូ5រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពួនទៅផ្លូវ60ម៉ែត្រឆ្ពោះទៅស្ទឹងជ្រៅឲ្យបានលឿនដើម្បីធានាទឹកហូរពីភូមិខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿនបន្ថែមពីនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌមានជ័យនិងខណ្ឌដង្កោបន្តការដោះស្រាយផលប៉ះពាល់ប្រឡាយភូមិមួដែលនៅសល់ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មការអន្តរក្រសួងឲ្យបានរួចរាល់ដើម្បីឲ្យក្រុមការងារអាចដាក់គ្រឿងចាក់ចូលស្ដារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូក្នុងរាជធានីភ្នំពេញចឹងនេះទៅទៀតលោកបានជំរុញឲ្យការសាងសង់ស្ថានីយ៍បូមទឹកលូ5និងស្ថានីយ៍បូមទឹកបឹងទំពួនឲ្យបានលឿននិងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិចលង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញលោកសំភិសិទ្ធបានបញ្ជាក់ថាបើតាមគម្រោងស្ថានីយ៍បូមទឹកលូ5នឹងរួចរាល់នៅចុងខែមិថុនានេះហើយស្ថានីយ៍បូមទឹកបឹងទំពួនថ្មីដែលសាងសង់បន្ថែមនឹងរួចរាល់ហើយដាក់ឲ្យដំណើរការនៅថ្ងៃទី15ខែកក្កដានេះនាព្រឹកដដែលលោកខុនស្រេងបានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសពជាមួយមហាវិថីឈុនគង់ដែលទីតាំងនេះក្រុមការងារបាននឹងកំពុងតែសាងសង់ស្ពានដោយគណៈពេលនោះឯកឧត្តមអភិបាលបានណែនាំឲ្យការដ្ឋានកែភក់ប្រឡាយឲ្យបានធំដើម្បីឲ្យទឹកហូរបានលឿន